បន្ទាប់ពីគៀពងរួចរាល់ទីក្រុមព្រៃរបស់ខ្ញុំបានលោតចេញពីពាងបាត់ទៅហើយនៅសល់តែទីក្រុមញីដែលនៅក្នុងពាងដូចបានឃើញដែលកំពុងតែពំកូនហើយនឹងប្រមូលយកដាក់នៅក្នុងពពុះដែលពពុះគាត់មិនបានបង្កើតច្រើនដូចទីក្រុមឈ្មោលនោះទេនេះគឺជាការបង្ហាញមួយជាក់ស្ដែងរបស់ខ្ញុំហើយក៏អាចបង្ហាញដែរថាកន្លងទៅដែលថាទុកទីក្រុមញីអាចនឹងស៊ីកូនឬកពងអាចជារឿងមិនត្រឹមត្រូវតែខ្ញុំក៏មិនធានាថា 100% ដែរគ្រាន់តែនេះជាការអនុវត្តជាក់ស្ដែងរបស់ខ្ញុំព្រោះដោយសារឈ្មោលព្រៃរបស់ខ្ញុំបានរត់ចេញពីពាងហើយនៅពេលនេះសល់តែទីក្រុមញីដែលជាកូនសម្បុករបស់ខ្ញុំហើយយើងចាំមើលថាតើក្រោយមកទៀតគាត់នឹងអាចថែរក្សាកូនបានច្រើនប៉ុណ្ណាឬក៏គាត់ស៊ីអានឹងខ្ញុំនឹងមើលបន្តទៀតប៉ុន្តែចំពោះមុខគឺខ្ញុំបានអង្គុយអង្កេតគឺគាត់ព្យាយាមពំពងឬក៏ពំកូនរបស់គាត់ដែលទៅតែញាស់ហ្នឹងយកទៅដាក់ប្រមូលផ្ដុំគ្នាមួយកន្លែងទោះបីជាគាត់មិនសូវប្រកែបង្កើតពពុះដូចជាទីក្រុមឈ្មោលក៏ដោយហើយចាំមើលថាតើរហូតពីពេលនេះរហូតដល់អាចមួយខែខ្ញុំនឹងថតម្ដងទៀត